ស្វាគមន៍ទាំងអស់គ្នាមកកាន់វីដេអូរបស់ខ្ញុំដែរវីដេអូរបស់ខ្ញុំនេះដែរចង់ចែករំលែកខ្លះអំពីលោកអញ្ចឹងមុនចូលដល់លោកយើងចូលទៅកម្មវិធីសិនកម្មវិធីនេះយើងនិយាយពាក្យថា online Python អញ្ចឹងយើងយកពាក្យ online Python នេះជាកូដចាស់របស់គេចឹងយើងលុបកូដនឹងចោលហើយយើងនឹងបង្កើត variable សារថ្មី variable យើងហើយយើងដាក់ពាក្យថា text ក្នុងនោះដែរខ្ញុំដាក់ពាក្យថា strawberry ហើយយើងសេពាក្យហ្នឹងហើយក្នុងនោះដែរខ្ញុំចង់បានវាពីលើចុះក្រោមហើយអក្សរហ្នឹងទាំងអស់ចឹងត្រូវដាក់លក្ខខណ្ឌវាបើសិនជាលក្ខខណ្ឌកូដបើសិនជាវាត្រូវវាដើរទាន់តែកុំតែយើងទៀងបើសិនជាវាដែលចប់លក្ខខណ្ឌយើងដាក់លក្ខខណ្ឌឲ្យវាត្រឹមណាវាឈប់ត្រឹមហ្នឹងហើយយើងដាក់ថា i ស្មើ0យើងដាក់ value អញ្ចឹងខ្ញុំដាក់ពីខ្ញុំដាក់ value មុនរួចខ្ញុំដាក់ for loop ក្រោយសម្រាប់ value ខ្ញុំដាក់ថា value val i តូចជាង len text ចឹងហើយយើងកុំភ្លេចសញ្ញាចុច2ព្រោះសញ្ញាចុច2តែយើងភ្លេចវាកូដយើងនឹងគៀងចំពោះកូដនេះដែរបើសិនជាយើងភ្លេចអីមួយឬក៏អក្សរអីមួយវាគៀងយកតែម្ដងអញ្ចឹងយើងដាក់ពាក្យ print text នៃ i អំពីយើងដាក់លក្ខខណ្ឌប៉ុណ្ណឹងវាអត់ទាន់គ្រប់គ្រាន់យើងត្រូវថែមលក្ខខណ្ឌវាឲ្យត្រូវដល់អ្វីដែលយើងចង់បានអញ្ចឹងយើងរ៉ាំទៅវាឃើញអ្វីដែលយើងចង់បានហើយប៉ុណ្ណឹងវាមានប៉ុណ្ណឹងហើយខ្ញុំលុបខ្ញុំទៅធ្វើ value មួយទៀតដែលលើកនេះខ្ញុំចង់បានជាលេខវិញម្ដងអញ្ចឹងខ្ញុំដាក់ថា n ស្មើ0អញ្ចឹងយើងដាក់លក្ខខណ្ឌថា n ស្មើ0ហើយយើងដាក់ថា value n ចំពោះ n នេះដែរយើងចង់អក្សរហ្នឹងយើងត្រូវចង់តាំងមិនក៏បានដែរបើយើងតាំងអីចង់តាំងអីដាក់នឹងបានហើយក្នុងនេះខ្ញុំលុបចង់បានពី0ដល់ចង់លុប10ដងអញ្ចឹងខ្ញុំចង់លុបនោះចេញពី0ដល់9យើងត្រូវតែមានលក្ខខណ្ឌគ្រប់លុបទាំងអស់ត្រូវតែមានលក្ខខណ្ឌរបស់វាយើងរ៉ាំមកកូដនេះ error ដោយសារតាខ្ញុំសរសេរអក្សរខុសអញ្ចឹងយើងមករ៉ាំម្ដងទៀតអូខេអញ្ចឹងវាចេញដល់អ្វីយើងចង់បានហើយគឺពី0ដល់9អញ្ចឹងចំពោះ value ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាមានកន្លែងណាអត់ទាន់អីអាចចូល comment ក្នុង YouTube ខ្ញុំបានអញ្ចឹងយើងទៅមើលចំពោះ for loop វិញម្ដងចំពោះ for loop ខ្ញុំដាក់ពាក្យថា text ខ្ញុំយកពាក្យថា strawberry ដែរ strawberry ហើយលើកនេះខ្ញុំយកពាក្យ strawberry ហើយខ្ញុំចង់បានជាអក្សរបច្ច្រាស់វិញម្ដងអក្សរបច្ច្រាស់ហ្នឹងយើងចូលពីបច្ច្រាស់មុនដំបូងយើងបានបដៅរួចហើយពី value ទៅដល់ for loop ខ្ញុំសូមបច្ច្រាស់មកម្ដងហើយយើងនិយាយថា len ចកខ្លះហើយ len text ទៀតហើយយើងដាក់លក្ខខណ្ឌវាថា11ដើម្បីឲ្យវាដាក់លក្ខខណ្ឌបែបហ្នឹងដើម្បីឲ្យអក្សរហ្នឹងចេញបច្ច្រាស់មកវិញតែយើងដាក់ថា for i អញ្ចឹងតើខ្ញុំតាំងឲ្យ i បើសិនយើងតាំងឲ្យយើងដាក់នឹងបើសិនយើងខុសមិនបើសិនយើងតាំងខុសវានឹងចេញខុសវានឹង error យើងដាក់ len text len ហ្នឹងគឺតំណាងឲ្យចំនួនតួវារាប់ចំនួនតួលេខតួអក្សរតួឬក៏តួលេខរបស់យើងអញ្ចឹងខ្ញុំប្រាប់ទៅចុះរឿងចុចហ្នឹងអាសញ្ញាចុច2ហ្នឹងយើងកុំភ្លេចវាព្រោះអីតែភ្លេចវានឹង error មិនថាសញ្ញាចុច2ឯសំបីតែយើងអាសរអីខុសមួយពាក្យក៏វាទាំងបានដូចគ្នាអញ្ចឹងយើងដាក់ print text
lần đọc ai rồi ai nó chưa chùm nôn tú bà sò bà string còn ní error đi xa tay nhóm từ xe biệt thạch khó nhóm plek vì kinh đề nhóm prep mình chẳng thạch nắng nhóm từ xe plek sao thì chắc nhóm đặt quên hết dừng ràng đăng tiếp ok chắc một chân đòi bày dừng dọc bài này chắc một chân bị trả mồ chân bị trả trắng dừng lục hái dân từ 10 mũi tiếp for lúc từ đấy bàn tay dừng đầu của tiền bạn đầu và đại báo nhưng mà cả đại báo thứ mấy hai đại báo này đá nhom có trong bàn chỉ lấy được nhé bàn tay lấy nó có chân bị trả đoạn son trong này chào mừng tay nhom thua nhom mấy trắng dừng nhom cho nơi từ đá nhom lục tay bị đá thế ấy việc sẽ điện kia thế nhom đã tha for ai hắn rén lần thịt print lần đọc ai được nhé nè với chân ấy cứ chân bị bầm bố mà sồn mình với chân bị tra chắc chọn mà bị tra chân bị tra chân bị tra đọc vậy dân chọn bànក្នុងវីដេអូនេះដែរខ្ញុំមានតែប៉ុណ្ណឹងបើសិនជាឆ្ងល់ឬក៏អត់ទាន់យល់អីត្រង់ណាអាចសួរនៅក្នុង YouTube comment នៅក្នុង YouTube ខ្ញុំបានខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ